ជំរាបសួរសួស្តីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបានវិចអន្សមខ្មែរហូបម្ដងពុកម៉ែបងប្អូននេះមានតាំងពីអន្សមចេកណាពុកម៉ែបងប្អូនអន្សមចេកអន្សមជ្រូកណាពុកម៉ែបងប្អូនណានេះខ្ញុំហូបពុកម៉ែបងប្អូននេះចាប់ផ្ដើមវិចណាពុកម៉ែបងប្អូនខ្ញុំមិនអ្នកវិចទេពុកម៉ែបងប្អូនម៉ាក់ម៉ូនអ្នកវិចណាពុកម៉ែបងប្អូនណាហ្នឹងហើយអន្សមចេកអន្សមជ្រូកណាពុកម៉ែបងប្អូននំខ្មែរពុកម៉ែបងប្អូនអើយពិតជាមានរសជាតិឆ្ងាញ់ហើយឈ្ងុយមែនតើពុកម៉ែបងប្អូនដាក់ដូងរៀងច្រើនថ្ងៃនេះណាពុកម៉ែបងប្អូនហើយស្លឹកក៏កាត់នៅក្រោយផ្ទះណាពុកម៉ែបងប្អូនណាស្លឹកចេកយកមកវិញនំហ្នឹងពុកម៉ែបងប្អូនណាអង្គក៏អង្គតំណាប់ខ្មែរទេណាពុកម៉ែបងប្អូនពិតជាឆ្ងាញ់មែនតើពុកម៉ែបងប្អូនហើយល្មួនក៏តំណាប់នេះណាពុកម៉ែបងប្អូនណាហើយចេកកាប់ពីចំការខ្លួនឯងទៀតពុកម៉ែបងប្អូនអើយសិតតែរបស់ខ្លួនឯងរបស់ខ្មែរទាំងអស់ពុកម៉ែបងប្អូនជាពិថារសជាតិវិញឆ្ងាញ់ជាងនំផ្សារទេណាពុកម៉ែបងប្អូនព្រោះហេតុអ្វីពុកម៉ែបងប្អូនព្រោះតែយើងដាក់គ្រឿងគ្រប់គ្រាន់ពុកម៉ែបងប្អូនណាហ្នឹងហើយដូងក៏ច្រើនចឹងទៅពុកម៉ែបងប្អូនហើយចេកក៏ចេកទុំល្អទេពុកម៉ែបងប្អូនហ្នឹងហើយខ្ញុំបានទៅហូបទេណាពុកម៉ែបងប្អូនពេចខ្ញុំចាប់ហើយពុកម៉ែបងប្អូនអើយពេចដាក់ដូងរៀងច្រើនទៅឆ្ងាញ់ណាស់ពុកម៉ែបងប្អូនហ្នឹងហើយម៉ាក់ម៉ែអូនអ្នកវិចខ្ញុំអ្នកស្ងោរយកទៅស្ងោរណាពុកម៉ែបងប្អូនហ្នឹងហើយវិចហើយយកទៅស្ងោរហើយខ្ញុំហូបមុនគេពុកម៉ែបងប្អូនអើយចូលចិត្តណាស់សុំចេកនិងសុំជ្រូកណាពុកម៉ែបងប្អូននំគមមកបានវិចទេថ្ងៃនេះនំគមនំបត់អីបានវិចទេណាពុកម៉ែបងប្អូនវិចតែសុំចេកទៅពុកម៉ែបងប្អូនហើយសុំចេកសុំជ្រូកនេះខ្ញុំចាប់ផ្ដើមយកទៅស្ងោរហើយណាពុកម៉ែបងប្អូននៅទីណាពុកម៉ែបងប្អូនណាហ្នឹងហើយស្ងោរមិនតាន់អស់ទេនេះពុកម៉ែបងប្អូនចាប់ផ្ដើមឆ្អិនហើយពុកម៉ែបងប្អូនណានេះទូចនេះសុំដូងពុកម៉ែបងប្អូនខ្ញុំភ្លេចប្រាប់ពុកម៉ែបងប្អូនថាមានសុំដូងដែរពុកម៉ែបងប្អូនហ្នឹងហើយសុំដូងក៏ឆ្ងាញ់ដែរពុកម៉ែបងប្អូនអើយដាក់ដូងរៀងច្រើនឆ្ងាញ់ហើយឈ្ងុយនឹងឲ្យបានខ្នោទៅរត់តែឆ្ងាញ់ដល់ពុកម៉ែបងប្អូនមកពុកម៉ែបងប្អូនមកហូបចាប់ដើមហូបណាពុកម៉ែបងប្អូនមកហូបជុំខ្ញុំទាំងអស់គ្នាណាពុកម៉ែបងប្អូននេះគឺសំចេកមានរសជាតិឈ្ងុយឆ្ងាញ់ហើយផ្អែមឈ្ងុយណាពុកម៉ែបងប្អូនដាក់ដូងរៀងច្រើនមែនតើណាផ្អែមឈ្ងុយណាពុកម៉ែបងប្អូនណាហ្នឹងហើយចាំធ្វើហូបទាំងអស់គ្នាពុកម៉ែបងប្អូននេះខ្ញុំចាប់ដើមភ្លក់សាក់មើលមានរសជាតិមិនដែរពុកម៉ែបងប្អូនខ្ញុំចាប់តាមភ្លក់ហើយណាពុកម៉ែបងប្អូនភ្លក់មួយម៉ាត់ដំបងគឺឈ្ងុយពេញមាត់ពុកម៉ែបងប្អូនអើយឈ្ងុយដូងហ្មងពុកម៉ែបងប្អូនហ្នឹងហើយខ្ញុំចូលចិត្តដាក់ដូងច្រើនអញ្ចឹងពុកម៉ែបងប្អូនហ្នឹងហើយឈ្ងុយឆ្ងាញ់មែនតើពុកម៉ែបងប្អូនអើយឈ្ងុយណាស់ហ្នឹងហើយសមដូងក៏មានសមចេកក៏មានសមជ្រូកក៏មានប៉ុន្តែខ្ញុំហូបតែសមដូងនិងសមចេកទេណាពុកម៉ែបងប្អូនសមជ្រូកទុកក្រោយគេពុកម៉ែបងប្អូនអើយហ្នឹងហើយហូបសមចេកមួយមើលមានរសជាតិមិនដែរមើលទៅមុខក៏ដឹងថាឆ្ងាញ់ដែរពុកម៉ែបងប្អូនណាហ្នឹងហើយចេកក៏ផ្អែមទេពុកម៉ែបងប្អូនបេះពីចការមកខ្លួនឯងទេពុកម៉ែបងប្អូនហ្នឹងហើយនេះសមដូងពុកម៉ែបងប្អូនសមដូងឡើងឈ្ងុយមែនតើឈ្ងុយដូងណាពុកម៉ែបងប្អូនបើយើងបានដាក់ខ្នុរទេរត់តែឆ្ងាញ់ពុកម៉ែបងប្អូនអើយឆ្ងាញ់ហើយឈ្ងុយណាពុកម៉ែបងប្អូនហ្នឹងហើយយើងវិចហើយវិចថ្មីយកស្ងោរហើយយកមកហូបក្តៅទេរត់តែឆ្ងាញ់ណាស់ពុកម៉ែបងប្អូនបើទុកមកយប់ទៀតមិនសូវឆ្ងាញ់ទេពុកម៉ែបងប្អូននៅក្តៅហូបក្តៅនេះឆ្ងាញ់ណាស់ពុកម៉ែបងប្អូនអើយខ្ញុំបាទសូមអរគុណច្រើនបើមានវីដេអូកន្លែងណាក៏ឆ្លងឬបញ្ចូលសម្លេងមិនក៏បីសំគួរសំខាន់តែបេតូនណាពុកម៉ែបងប្អូនអរគុណច្រើនសូមជម្រាបលា